សូមជូនរឿងអន្លង់ស្នេហ៍វវីវគ្គ5ភាគទី33ខៀនខ្ញុំឈើក្បាលហើយក៏ឈើតាមខ្លួនឈើពេញខ្លួនតែម្ដងហើយលេអ៊ីនប្រាប់សំឡេងស្រាលត្របកភ្នែកនៅបិទជិតនាងកម្រើកខ្លួនបានបន្តិចក៏ត្រូវឈប់ឆ្ងល់ព្រមទាំងធ្វើមកឈឺចាប់អូនមិនស្រួលខ្លួនក្តៅខ្លាំងណាស់ខៀនប្រើក្នុងដៃស្ទាបថ្ងាថ្ពាល់និងចុះមកកលកសោកខ្ចីខ្ញុំមានអារម្មណ៍ឈឺខ្លួនជាងប៉ែដឡានបុកគ្នាទៅទៀតនេះបងកម្លាំងខ្លាំងដល់ថ្នាក់នឹងផងមនុស្សស្គួតកុំនិយាយណាក្រោកមកញ៉ាំបបរបន្តិចទៅនឹងបានញ៉ាំថ្នាំរួចហើយចំកេងវិញខៀនប្រាប់ដាច់ក្តីបារម្ភមុននឹងគ្រារៀងស្ដើងឲ្យក្រោកអង្គុយផ្អែកក្បាលក្រៃយ៉ាងប្រុងប្រយ័ត្នប្រឹងនឹងយកខ្នើយមកកល់ខ្នងដើម្បីឲ្យនាងអង្គុយស្រូបខ្លួនឃើញលីអ៊ីនអោនពិនិត្យមើលសម្លៀកបំពាក់លើរាងកាយខ្លួនឯងហើយកែកប្រញាប់ប្រាប់បងជូតខ្លួនហើយក៏ជួយបដូរកៅអីអូនដំបងគិតចង់នាំទៅងូតទឹកតែអូនក្តៅខ្លួនខ្លាំងពេកបងថ្វាយអូនឈឹងសំឡេងផ្អែមនិយាយឡើងថ្ពាល់បដូរជាក្រហមពេលគិតដល់ហេតុការណ៍កន្លងមកនិងគិតដល់សម្ព័ន្ធភាពដែលរីកចម្រើនថែមមួយកម្រិតទៀតបងដឹងបងសំទោសហើយទោះជាបង្វិលពេលវេលាឲ្យថយក្រោយបានបងក៏នៅធ្វើទៀតមែនទេលេអ៊ីននិយាយបន្តប្រយោគឲ្យតើបខៀនសើចតិចនឹងមានអារម្មណ៍ធូរស្រាលដែលឃើញភរិយាចាប់ផ្ដើមតមាត់ជាមួយគេបានខ្លះហើយល្អជាងសំងំដេកនៅតែលើក្រែឃើញហើយគេក៏សប្បាយចិត្តញ៉ាំបបរបន្តិចទៅណានឹងបានញ៉ាំថ្នាំខៀនលើកថាដែលមានចានបបរគួរឲ្យចង់ញ៉ាំមកដាស់ខាងមុខហើយយកស្លាបព្រាដួសបបរត្រៀមបញ្ចុកណែជំងឺលីអ៊ីនមើលបបរក្នុងចានដែលនាងចូលចត់មុននឹងក្រឡេកមើលថ្នាំក្នុងចានតូចហើយក៏បិបមាត់ខៀនមិនញ៉ាំថ្នាំបានទេអូនមិនចូលចិត្តទេពេលល្វិញលីអ៊ីនប្រាប់ព្រមទាំងបញ្ជូនក្រសែភ្នែកអង្វរហើយក៏មិនចង់ជឿថាស្វាមីរបស់នាងនឹងយល់ព្រមងាយបានអរគុណលីអ៊ីនញញឹមត្រេកអរថូចចាត់តូចជាប្លែកចាត់ព្រមមិននេះគេព្យាយាមប្រាប់ឲ្យនាងលេបថ្នាំហើយមិនដល់1នាទីផងស្នាមញញឹមរបស់នាងក៏រលប់បាត់ទៅវិញបើអូនមិនចង់ញ៉ាំថ្នាំបងនឹងចាត់ថ្នាំអូនដោយមជ្ឈលធំរបស់បងរហូតតទៅអូនជាចង់បានបែបណាជ្រើសរើសទៅចំរើដែលខៀនផ្ដល់ឲ្យធ្វើឲ្យថ្ពាល់លីអ៊ីនក្រហមដូចរងើកភ្លើងលីអ៊ីនសម្លឹងមកកៃយ៉ាងទៅចាត់តែក៏មិនអាចធ្វើអ្វីបានក្រៅពីសហការជាមួយគេការងារដែលខ្ញុំបញ្ជារៀបរយហើយមែនទេរេណនខៀនសួរកូនចៅចំណិតក្រោយពីបញ្ចុកបបរនិងថ្នាំឲ្យភរិយារួចហើយគេក៏ចោទខ្លួនឲ្យនាងម្ដងទៀត
ចាំរហូតនាងកេងលក់តើបចេញមកនិយាយរឿងការងារជាមួយកូនចៅចំណិតទាំងពីរនៅបន្ទប់ធំតែក៏បើកទ្វេបន្ទប់ចោលដើម្បីនឹងបានឃើញលីអ៊ីនគ្រប់ពេលវេលាគ្រប់យ៉ាងត្រៀមអស់ហើយចាវាយអ្នកកាសែតដែលអ្នកនាងភេតាតាក់តងឲ្យចុះផ្សាយព័ត៌មានរបស់អ្នកនាងលីអ៊ីនផ្ញើកាសែតអាត់សំឡេងរួមទាំងរូបភាពវីដេអូនិងរូបថតសន្លឹកមកឲ្យក្រៅពីនេះនៅមានផតតាំងផ្សេងជាច្រើនទៀតដែលបានមកពីក្រុមហ៊ុនលោកខុងសិនផងដែរពេលនេះចាំតែចៅវាយសម្រេចថានឹងចាត់ការយ៉ាងម៉េចទេរ៉េណនប្រាប់ទៅចៅវាយក្រោយពីចាត់ការគ្រប់យ៉ាងរៀបរយតាមបញ្ជារួចរាល់ហើយល្អណាស់ខៀនងក់ក្បាលយ៉ាងពេញចិត្តហើយលើកនេះចាត់ទុកថាជាលើកទី1ដែលគេអាចទ្រាំចិត្តត្រជាក់បានយូរបែបនេះព្រោះបើកាលពីមុនគេប្រហែលចាត់ការបាត់បញ្ជីភេតាតាំងពីថ្ងៃដំបូងដែលនាងបង្កបញ្ហាម្លេះតែនេះព្រោះមានរឿងរបស់លីអ៊ីនចូលមកពាក់ព័ន្ធជាមួយដៃតើបមិនចង់ធ្វើអ្វីផ្ដេសផ្ដាសដែលសំខាន់គេបារម្ភពីអារម្មណ៍របស់ភរិយាច្រើនជាងអ្វីទាំងអស់ដោយឥទ្ធិពលរបស់ត្រកូលកាឡូស្តាដែលអ្នកណាក៏ដឹងច្បាស់ថាមានអំណាចប៉ុណ្ណឹងសូម្បីតែម៉ាហ្វៀក្នុងសង្គមងងឹតនិងអ្នកលេងនយោបាយក៏គ្មានអ្នកណាចង់ធ្វើជាសត្រូវជាមួយដែរទៅខ្លាចអីត្រឹមម្ចាស់ក្រុមហ៊ុនស៊ើបអង្កេតឯកជនដូចជាហុងសិននោះតើជាមានអតីតជនជាតារាល្បីនិងជាអ្នកមានមុខមាត់ក្នុងសង្គមច្រើនតែក៏នៅត្រឹមតែជាក្រុមហ៊ុនតូចតាចបើប្រៀបធៀបជាមួយការលោកស្តាគ្រប់ខ្ញុំមិនបានបង្ខំលោកតែណាលោកខុងសិនគ្រាន់តែចង់សុំចំណុយតែប៉ុណ្ណោះចំណែកលោកចង់សម្រេចចិត្តយ៉ាងម៉េចវាជារឿងរបស់លោកដោយដែលលោកដឹងហើយចៅវាយរបស់ខ្ញុំមិនដែលខាត់ពេលចចារឿងអត់ប្រយោជន៍ជាមួយអ្នកណាទេតែដែលគាត់ឲ្យខ្ញុំមកសួរលោកមុនព្រោះយល់ដល់អនាគតក្រុមហ៊ុនលោកដែលនៅវែងឆ្ងាយស្រួលមិនស្រួលបើបានទទួលការគ្រប់គ្រងបន្ថែមទៀតក៏ប្រហែលអាចឈានឡើងខ្ពស់ជាងនេះមួយកម្រិតទៀតដោយមិនពិបាកប្រកាសណាស់ថាសម្ដីរបស់រ៉េណនធ្វើឲ្យហុងសិនយល់ព្រមសហការភ្លាមដោយមិនចាំបាច់គិតច្រើនភេតានៅចេជូននៅឡើយទេមែនទេដេនីលក្រោយពីស្ងាត់មួយសន្ទុះខៀនក៏សួរឡើងបាទចៅវាយតាមទិន្នន័យដែលមនុស្សរបស់យើងទទួលបានអ្នកនាងភេតានឹងធ្វើដំណើរត្រឡប់ទៅសេអ៊ូលវិញរសៀលថ្ងៃនេះនាងមានការងារដើរម៉ូតគ្រឿងពេជ្ររបស់ Pressport នៅសន្តាគារនៅថ្ងៃខាន់ស្អែកឮថាជាពិធីធំលំដាប់អន្តរជាតិទៀតផងបាទខេនជ្រុញចិញ្ចើមខណៈសេចក្ដីកាត់មិននឹងសម្រេចចិត្តរឿងសំខាន់ឈ្មោះក្រុមហ៊ុនគ្រឿងពេជ្រដែលបានលើពីមាត់ដេនីលធ្វើឲ្យគេញញឹមចង់មាត់តិចយ៉ាងពេញចិត្តមិនយូរប៉ុន្មានក៏ប្រាប់ទៅកូនចៅចំណើតទាំងពីរអញ្ចឹងរសៀលថ្ងៃនេះចាប់កាត់ទៅខ្ញុំខ្ជិលចាំណាស់តោកំហុសដែលភេតាគាត់ចង់បំផ្លាញកេរ្តិ៍ឈ្មោះរបស់ប្រពន្ធខ្ញុំនោះខ្ញុំនឹងប្រដៅនាងដោយការបញ្ចប់ឆាកជីវិតក្នុងសង្គមសិល្បៈរបស់នាងចាប់ផ្ដើមស្រាលដោយការដកនាងក្រវ៉ាត់ចោលពេលកំពុងដើរមុតទៅចោះបាទចៅវាយរ៉េណន
អោនក្បាលទទួលបញ្ជាអូរ៉េណនយល់ដល់ការដែលនាងជាស្រីគ្រាន់តែគៀងកណ្ដោចូលរិនឲ្យអស់អាហារមួយរយៈទៅបានហើយមិនចាំបាច់ដល់ថ្នាក់កប់ដីលឹបរន្ទៃទទួលបញ្ជាចាវាយរ៉េណនអន់ក្បាលទទួលបញ្ជាម្ដងទៀតដេនីលបាត់ចាវាយរឿងអ្នកតំណាងមកពីហាងកាត់សម្លៀកបំពាក់យ៉ាងម៉េចហើយគេបញ្ជាក់មកហើយឬនៅពេលការងារបន្តទី1ចាត់ចែងរួចហើយខេនក៏សួរដល់ការងារបន្តថ្មីដែលមានភាពសំខាន់ជាងដែលកូនចៅរបស់គេក៏នៅធ្វើការបានយ៉ាងមានប្រសិទ្ធភាពដូចដើមស្អែកនេះខាងហាងកាត់សម្លៀកបំពាក់និងបញ្ជូនអ្នកតំណាងធ្វើដំណើរមកពីសេអ៊ូលព្រមជាមួយគំរូម៉ូដឆតរៀបការសម្បត្តិអញ្ជើញនិងវត្ថុអនុស្សាវរីយ៍ចៅវាយចង់ឲ្យពួកគេចូលជួបម៉ោងប៉ុន្មានលីអ៊ិនមិនស្រួលខ្លួនម៉ោង11ក៏បានកុំភ្លេចទៅប្រាប់ក្រុមហ៊ុនដេកចាប់ផ្ដើមត្រៀមការងារឲ្យហើយខ្ញុំមិនចង់ឲ្យមានការផ្ទាំងផ្្លាត់កាត់ឡើងទេខេនបញ្ជាចប់ក៏ក្រោកពីកៅអីស្បែកពេលក្រសែភ្នែកក្រឡេកឃើញសកម្មភាពនៅលើក្រែមិននឹងងាកទៅប្រាប់កូនចៅចំណិតអស់អីហើយពួកឯងទាំងពីរទៅសម្រាប់ចោះថ្ងៃនេះខ្ញុំប្រហែលមិនចេញទៅណាទេបាតចៅវាយកូនចៅទាំងពីរអន់ក្បាលដាច់ចៅវាយហើយឆ្លៃប្រំគ្នាមិននឹងដើរចេញពីបន្ទប់ទៅសារដែលបងអងហ្វងផ្ញើមកតើវាមានន័យថាម៉េចតារាបង្ហាញម៉ូដស្អាតសិចសិញដែលទៅតែជីឡែនចេញពីប្រលានយន្តហោះសូអ្នកចាត់ចែងផ្ទាល់ខ្លួនដោយសម្លេងកញ្ឆក់ថ្ងៃនេះភ័យតាជ្រើសរើសជីឡានរបស់ប្រលានយន្តហោះដើម្បីភាពលឿននិងមានផាសុកភាពជាងការជិះតាក់ស៊ីឬចាំឲ្យអ្នកចាត់ចែងផ្ទាល់ខ្លួនមកទទួលដោយរាល់ដងតែហេតុផលសំខាន់ក៏ព្រឺនាងមិនតន់ចង់ជួបមុខអងហ្វងក្នុងពេលនេះទៅវិញទេដោយដែលឯងបានអានក្នុងឡាញ់ហើយគ្មានឈ្មោះរបស់ឯងក្នុងបញ្ជីឈ្មោះតារាបង្ហាញម៉ូដដែលនឹងត្រូវដើមម៉ូដក្នុងថ្ងៃស្អែកទេអងហ្វងបញ្ជាក់ប្រាប់ដោយសម្លេងស្មើនាងព្យាយាមតែរកភ័យតាពី3ម៉ោងមុនតែក៏មិនអាចតាក់តងបានពេលតេចូលភ័យតាក៏មិនព្រមទទួលទូរស័ព្ទថែមទាំងមិនព្រមតែមកវិញទៀតរហូតតែបំផុតអងហ្វងក៏ត្រូវប្រើវិធីផ្ញើសារតាមឡាញជំនួសភ័យតាបងព្យាយាមតាក់តងរកឯងព្រោះមានរឿងសំខាន់ចង់ប្រាប់មិនចង់និយាយជាមួយបងក៏មិនឯងដែរបងគ្រាន់តែចង់ប្រាប់ថាគ្មានឈ្មោះឯងក្នុងបញ្ជីឈ្មោះអ្នកដែលត្រូវដើរម៉ូដគ្រឿងពេជ្រក្នុងថ្ងៃខានស្អែកទេនេះបងអងហ្វងលេងខ្លាំងពេកហើយណាមិនពេញចិត្តខ្ញុំក៏កំយកគ្រឿងសំខាន់មកលេងសើចបែបនេះណាខ្ញុំមិនចូលចិត្តភ័យតាឡូឡាធ្វើឲ្យបុគ្គលិកបើកឡានប្រចាំក្រុមហ៊ុនអាកាសចរលួចដៀងមើលយ៉ាងប្លែកចិត្តបងមិនបានលេងសើចទេចង់ឲ្យបងផ្ញើបញ្ជីឈ្មោះទៅឲ្យមើលតាមឡាញដែរទេអងហ្វងបញ្ជាក់ជាលើកទី2
ថែមទាំងចង់បញ្ជូនផតតាឲ្យភេកីម្ខាងទៀតមើលទៀតផងតែភេតាមិនបានចាប់អារម្មណ៍ទេព្រោះពេលនេះនាងកំពុងភាំងនិងមិនចង់ជឿត្រជាខ្លួនឯងមិននឹងអាចត្រួយទៅខ្ញុំមិនជឿទេវាច្បាស់ជាមានអ្វីខុសធម្មតាអាចនឹងមានការផ្ញើបញ្ជីឈ្មោះខុសហើយច្បាស់ជាមានការយល់ច្រឡំអ្វីជាមិនខានទេដំបងភ័យតាគ្រាន់តែរអ៊ូចេញមកសំឡេងស្រាលស្រាលតែពេលក្រោយក៏មិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានព្រោះមិនធ្លាប់ជួបនឹងហេតុការណ៍បែបនេះពីមុនមកគឺត្រូវគេដកចោលកណ្ដាលទីនោះឯងមិនធ្លាប់លើទេឯងភ័យតាវាជាបញ្ជាផ្ទៃក្នុងអង្គហ្វងប្រាប់ព្រឺយ៉ាងណាយូឬឆាប់ភ័យតាច្បាស់ជាដឹងរឿងនេះស្រាប់ហើយសោកចិត្តប្រាប់ពេលនេះល្អជាងអ្នកណាហេតុធ្វើបែបនេះដាក់ខ្ញុំមានអ្នកណាដែលមានអធិពលបែបហ្នឹងទៀតនោះឯងប្រហែលជាផ្លេចហើយថាទាំងម្ចាស់គ្រឿងពេជ្រនិងម្ចាស់សន្តាគារដែលជាអ្នកតំណាងក្នុងពិធីលើកនេះសត្វតែជាមិត្តភក្តិជិតស្និទ្ធរបស់លោកខៀនសម្ដីរបស់អង្គហ្វុងធ្វើឲ្យភេតាស្ងៀមថ្មឹងមានអារម្មណ៍ថាបេះដូងស្ទើរតែឈប់លោតទៅហើយស្ដាប់ណាភេតាបញ្ហានេះគ្មានអ្នកណាអាចដោះស្រាយចំណូលឯងបានទេបើនៅចង់ធ្វើការក្នុងសង្គមសិល្បៈទៀតបងណែនាំឲ្យឯងទៅសុំទៅលោកខៀននិងប្រពន្ធរបស់គេទៅនឹងបានចាប់រឿងជឿបងឬមិនចង់ក៏ស្រេចតែឯងគិតទៅចាស់ព្រោះអនាគតគឺស្រេចលើឯងតែម្នាក់គត់ភេតាអង្គហ្វុងណែនាំដោយបំណងល្អពេលឃើញថាចុងខ្សែម្ខាងទៀតនៅស្ងៀមនាងក៏បិទទូរស័ព្ទប្រកាសថាភេតាប្រហែលជាកំពុងកាត់បីកំហុសដែលខ្លួននាងបង្កឡើងតែអង្គហ្វុងគិតខុសព្រោះពេលនេះភេតាកំពុងកាត់ច្របូកច្របល់ឡើងឈឺក្បាលហើយនាងសម្រេចចិត្តមិនបានទេថាគួរឈប់ឬគួរធ្វើតាមគម្រោងដែលបានរៀបចំបើចង់ឲ្យនាងទៅសុំទៅខៀននិងប្រពន្ធរបស់គេប្រាប់តាមត្រង់ចោះពេលនេះនាងមិនអាចធ្វើចិត្តបានទេតែបើនាងបោះបង់អាជីពសិល្បៈចោលពេលរត់តែមិនអាចទៅរួចទៀតហើយព្រោះនោះជាអណ្ដូងមាសអណ្ដូងប្រាក់ដែលប្រើសម្រាប់ចិញ្ចឹមខ្លួនឯងនិងគ្រួសាររបស់នាងរឿងអន្លង់ស្នេហ៍វវីវគ្គ5ភាគទី33ក៏សូមបញ្ចប់សម្រងចាំស្ដាប់ភាគទី34ដែលជាភាគបន្ត